ក្នុងឆ្នាំសិក្សាថ្មីនេះសូមជម្រាបជូនដល់អាណាព្យាបាលគ្រប់រូបដែលមានកូនកូនត្រូវសិក្សាចាប់ពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12ខ្ញុំសូមផ្ដល់ជូននៅបទពិសោធន៍ខ្លះៗដែលខ្ញុំបានជួបពាក់ព័ន្ធទៅនឹងកូនកូនដែលជាសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់មធ្យមសិក្សាចំណេះដឹងទូទៅពីទី7ដល់ទី12បាត់ជាថ្មីម្ដងទៀតលោកស្រីដែលជាអាណាព្យាបាលត្រូវតែសង្កេតមើលនៅលក្ខណៈរបស់កូនឲ្យបានហ្មត់ចត់ច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃតាំងពីដំណាក់កាលចាប់ផ្ដើមបើកបេសកកាលនេះទៅរហូតដល់ចុងឆ្នាំនៃការសិក្សារបស់គាត់អ្វីដែលយើងគួរកត់សម្គាល់នឹងមានការព្រួយបារម្ភហើយក៏ព្យាយាមរកវិធីទប់ស្កាត់ឲ្យបានលឿនបំផុតនោះមានដូចជាកូនកូនមករៀនអត់បានទៀងទាត់បាទមានន័យថាគាត់ឈប់គាត់រវល់នេះគាត់ទៅនោះបាទមានថាវត្តមានគឺលោកស្រីអាចឆែកមើលនៅក្នុង group រៀងរាល់ថ្ងៃបាទឆ្លៀតពេលបន្តិចទៅអាចក្រោយពេលសម្រាកឬក៏អាហារពេលល្ងាចរួចហើយលោកស្រីអាចឆែកមើលបាននៅក្នុង group ប្រចាំថ្នាក់នីមួយៗពាក់ព័ន្ធនឹងវត្តមានកូនទី2ប្រសិនបើកូនលោកស្រីប្រាប់ថាម៉ោង8កន្លះឬម៉ោង9ព្រឹកបានគេរៀនឬក៏គាត់តែងតែមករៀនម៉ោង8ម៉ោង9ព្រឹករាល់ថ្ងៃអានឹងមានន័យថាគាត់កំពុងតែកុហកលោកស្រីហើយអត់មានសាលាណាដែលរៀនម៉ោង8ម៉ោង9ព្រឹករាល់ថ្ងៃអញ្ចឹងទេម៉ោងលីបមានខ្លះតែដល់រាល់ថ្ងៃបែបហ្នឹងគឺមិនមែនទេហើយលោកស្រីចាំសង្កេតមើលផងតើចេញអាការៈបែបហ្នឹងគឺគាត់តែងតែនៅដល់យប់អធ្រាត្រហើយអាការៈដែលគាត់នៅដល់យប់អធ្រាត្រនេះគឺដោយសារតែទូរស័ព្ទដៃនឹងឯងបាទគឺគាត់រវល់នឹងទូរស័ព្ទដៃលេងហ្គេមនឹងតែម្ដងបាទដែលធ្វើឲ្យគាត់ជ្រុលដំណេកកាលណាគាត់ជ្រុលដំណេកគឺម៉ោង8ម៉ោង9បានគាត់មកដល់សាលាហើយបើម៉ោង8 9មកដល់សាលាអវត្តមាននឹងមួយដងបាត់ទៅហើយក្នុងមួយថ្ងៃហ្នឹងអញ្ចឹងណាអញ្ចឹងគ្រប់ចំនួនគឺអាចត្រួតថ្នាក់ដោយស្វ័យប្រវត្តិបាទទោះជាមជ្ឈមភាគឬក៏គាត់រៀនពូកែយ៉ាងណាក៏ដោយក៏ត្រូវតែធ្លាក់ដែរបាទហ្នឹងពាក់ព័ន្ធទៅនឹងអាការៈដែលកូនមករៀនមិនទៀងទាត់ឬមករៀនទាល់តែម៉ោង8ម៉ោង9រៀងរាល់ថ្ងៃនោះបាទនេះជាអ្វីដែលខ្ញុំបានជួបប្រទះហើយធ្វើការកត់សម្គាល់និងសិក្សាអំពីអាការៈរបស់ក្មេងហ្នឹងបានយល់បានដឹងជ្រាបបានជាបទពិសោធន៍សម្រាប់ចែកជូនដល់លោកស្រីដែលជាអាណាព្យាបាលនោះបាទអញ្ចឹងអាការៈដែលខ្ញុំបានជម្រាបជូនខាងលើនេះគឺជាអាការៈភាគច្រើននៃយុវជនរបស់យើងដែលស្ថិតនៅក្នុងកម្រិតមធ្យមសិក្សាចំណេះទូទៅនេះហើយកត្តាទូរស័ព្ទនេះគឺជាកត្តាដែលធ្វើឲ្យពួកគាត់ធ្លាក់ដល់ដំណាក់កាលហ្នឹងបាទខ្ញុំនៅតែនិយាយដដែលហើយប្រកាន់ខ្ជាប់ដដែលថាទូរស័ព្ទដៃវាជាអាវុធមុខពីរដែលបើប្រើត្រូវគោលដៅវានឹងជួយឲ្យយើងមានការរីកចម្រើនតែបើប្រើខុសគោលដៅវានឹងទាញយើងឲ្យធ្លាក់ជ្រោះតែម្ដងបាទអញ្ចឹងយើងរកវិធីធ្វើម៉េចគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់កូនឲ្យបានដោយឡែកនៅតាមសាលាគឺពិសេសគឺនៅសាលាយើងខ្ញុំមិនអនុញ្ញាតឲ្យប្រើ smartphone ទេបាទនៅក្នុងបរិវេណសាលាឬក្នុងម៉ោងសិក្សានោះគឺយើងមិនអនុញ្ញាតទេអញ្ចឹងសូមកុំឲ្យគាត់កាន់ឬក៏យកមកអីតែអាចប្រើប្រាស់បាននៅទូរស័ព្ទធម្មតាដូចខ្ញុំបានជម្រាបជូនជារឿយៗបាទទូរស័ព្ទធម្មតាដាក់ SIM និយាយទៅ call ទៅទំនាក់ទំនងជាមួយអ្នកផ្ទះទៅបាទសួរសុខទុក្ខគាត់តាមផ្លូវជាមួយយ៉ាងម៉េចអញ្ចឹងទៅតែ smartphone គឺអត់បានទេបាទរឿងនេះឯងដែលខ្ញុំមើលឃើញក៏ដូចជាក្រុមការងារយើងមើលឃើញថាយុវជនរបស់យើងគឺគាត់ភ្លេចខ្លួនជាមួយនឹង smartphone នឹងរហូតបណ្ដោយខ្លួនលងទៅនឹងការលេងហ្គេមលងទៅនឹង TikTok លងទៅនឹងអ្វីផ្សេងៗដែលមិនមែនគ្រាន់តែជាការកំសាន្តវាទៅជាញៀនទៅនឹងរឿងអស់ហ្នឹងដូច្នេះហើយវាប៉ះពាល់បាទវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សាម៉ោងសិក្សារបស់គាត់ទៀតសោតបាទអញ្ចឹងកត្តានេះគឺលោកឧស័យព្យាយាមតាមដានដោយខ្លួនឯងសង្កេតមើលនៅចំណុចដែលខ្ញុំបានរៀបរាប់បាញ់មិញទៅគឺបើសិនបើចូលក្នុងចំណុចណាមួយដែលខ្ញុំបានរៀបរាប់បាញ់មិញគឺកូននឹងគឺពិបាកមែនទែនហើយអញ្ចឹងរកវិធីទប់ស្កាត់ឲ្យបានលឿនបំផុតបានអាចដកទូរស័ព្ទគាត់ទុកសិន
យល់ល្អកុំតន់បណ្ដោយឲ្យគាត់បាទគាត់មិនតន់ចេះគ្រប់គ្រងខ្លួនឯងទេត្រឹមទី7 8 9អីនេះអត់តន់ចេះគ្រប់គ្រងខ្លួនឯងទេសិស្សខ្លះរហូតដល់ទី10 11ហើយក៏នៅតែវក់នឹងហ្គេមដែរបាទតែវក់នឹងហ្គេមហើយគឺគ្រប់យ៉ាងគឺសូន្យសងហើយបាទមិនអាចស្រោចស្រង់វិញបានទេបាទការអ្នកខ្លះគាត់លេងហ្គេមដែរអ្នកខ្លះគាត់លេងហ្គេមប៉ុន្តែគាត់លេងមានម៉ោងមានពេលរបស់គាត់មានម៉ោងរៀនគាត់មានម៉ោងគាត់សម្រាប់គាត់លេងទៅអានឹងអត់បញ្ហាទេបាទដែលខ្ញុំនិយាយលើកមកនេះគឺញៀននឹងហ្គេមគឺអត់ដកដៃតែម្ដងចូលតែបន្ទប់ភ្លឹបគឺលេងហ្គេមយកបណ្ដោយទោះអាត្រៀតម៉ោង1ដណ្ដប់2ដណ្ដប់អញ្ចឹងទៅរហូតដល់លងដំណេកក្រោកមករៀនមិនទាន់វាពាក់ព័ន្ធអាវត្តមានទៀតហើយការសិក្សាគឺអត់បានដិតដល់ទេអញ្ចឹងវាប្រឈមទៅនឹងលទ្ធផលប្រចាំឆ្នាំរបស់គាត់នោះអញ្ចឹងខ្ញុំមានប៉ុណ្្នឹងសម្រាប់ចែកជូនដល់បងប្អូនដែលជាអាណាព្យាបាលបាទអញ្ចឹងសូមធ្វើការតាមដាននិងរកវិធីទប់ស្កាត់ត្រៀមឲ្យហើយបាទសម្រាប់ឆ្នាំសិក្សាថ្មីនេះបាទជូនពរបងប្អូនក៏ដូចជាគុណអ្នកសិក្សាទាំងអស់ទទួលបានលទ្ធផលល្អនិងជោគជ័យក្នុងជីវិតរបស់ខ្លួនបាទសូមអរគុណ